អត្ថបទទី28សុភមង្គលពិតបើនិយាយដល់ពាក្យថាសុភមង្គលច្បាស់ណាស់ថាគ្មានមនុស្សណាម្នាក់ដែលមិនប្រាថ្នាចង់បានវាមកក្នុងជីវិតនោះឡើយហើយពាក្យថាសុភមង្គលពិតនេះផងដែរមនុស្សមួយចំនួនពួកគេអាចនឹងគិតដល់អ្វីដែលខ្លួនស្រឡាញ់ចូលចិត្តប្រាថ្នាចង់បាននិងចង់ធ្វើដោយពួកគេគិតថានៅពេលណាដែលខ្លួនទទួលបានរបស់ទាំងនោះឬបានធ្វើរឿងទាំងអស់នោះហើយខ្លួននឹងទទួលបាននូវសុភមង្គលដ៏ពិតប្រាកដមួយហើយជីវិតនឹងបានពេញលេញគ្រប់គ្រាន់និងស្រស់បំព្រងដូចគ្នាដែរក៏ប៉ុន្តែនេះគ្រាន់តែជាការនឹកគិតរបស់មនុស្សមួយចំនួនប៉ុណ្ណោះម្យ៉ាងវិញទៀតវាក៏គ្រាន់តែជាការគិតមួយជ្រុងទៅលើរូបភាពទាំងមូលនៃជីវិតមួយនេះបើដូច្នេះតើសុភមង្គលពិតមានអត្ថន័យបែបណាហើយធ្វើយ៉ាងណាទើបអាចទទួលបានសុភមង្គលពិតនៅក្នុងជីវិតសម្រាប់មនុស្សម្នាក់ពាក្យថាសុភមង្គលពិតគឺវាអាស្រ័យដោយហេតុផលផ្សេងពីគ្នាព្រោះថាមនុស្សមានការគិតមានចំណង់ចំណូលចិត្តនិងបំណងប្រាថ្នាមិនដូចគ្នាទាំងអស់នោះទេប៉ុន្តែមានរឿងមួយដែលខ្ញុំពិតជាចង់ឲ្យមិត្តអ្នកអានបានជ្រាបនោះគឺថាសុភមង្គលពិតវាជាជម្រើសដែលគ្រប់គ្នាអាចជ្រើសរើសបង្កើតវាបានដោយខ្លួនឯងមិនថាអ្នកកំពុងតែស្ថិតក្នុងស្ថានភាពឬលក្ខខណ្ឌជីវិតបែបណានោះទេពោលគឺអ្នកអាចបង្កើតវាបានដូចគ្នានៅក្នុងទម្រង់នៃស្ថានភាពជីវិតរបស់អ្នកពិតណាស់មានមនុស្សមួយចំនួនធំអាចនឹងឲ្យនិយមន័យនៃពាក្យថាសុភមង្គលពិតនេះដោយផ្អែកលើការមានទ្រព្យសម្បត្តិស្ដុកស្ដំដែលភ្នែកអាចមើលឃើញដូចជាមានលុយច្រើនឡានទំនើបផ្ទះធំការងារល្អប្រាក់ខែខ្ពស់សម្ភារៈនិយមនិងចំណេះដឹងខ្ពង់ខ្ពស់ជ្រៅជ្រះព្រមទាំងមានចំណងស្នេហាផ្អែមល្ហែមជាដើមប្រសិនជាដូច្នេះមែនពួកគេនឹងមិនអាចស្វែងរកឃើញនូវសុភមង្គលដ៏ពិតប្រាកដអស់មួយជីវិតបើសិនណាជាពួកគេគ្មានទ្រព្យសម្បត្តិចំណេះដឹងជ្រៅជ្រះខ្ពង់ខ្ពស់ឬចំណងស្នេហាផ្អែមល្ហែមទេនោះហើយជីវិតទៀតសោតក៏នឹងមិនដែលមានលំនឹងនោះដែរដោយហេតុថាពួកគេតែងតែខិតខំប្រឹងប្រែងរត់ដេញតាមចាប់វាដោយឥតឈប់ឈរនិងស្រាកស្រាននោះឡើយបើយោងទៅតាមការសង្កេតមើលអំពីជីវិតរបស់មនុស្សដែលរស់នៅក្នុងសង្គមសព្វថ្ងៃនេះនិងតាមរយៈបទពិសោធន៍ជីវិតខ្លួនឯងផ្ទាល់ផងនោះបានបង្ហាញឲ្យឃើញថាសុភមង្គលពិតប្រាកដវាគឺជាបទពិសោធន៍ផ្ទាល់ខ្លួននិងជារឿងមួយដ៏គួរឲ្យចាប់អារម្មណ៍ហើយវាត្រូវបានរកឃើញនៅពេលណាដែលដួងចិត្តរបស់មនុស្សម្នាក់មានពេញដោយក្តីសុខក្តីអំណរភាពស្កប់ស្កល់និងសន្តិភាពសុភមង្គលពិតវាកើតចេញពីខាងក្នុងជាជាងសមិទ្ធផលឬទ្រព្យសម្បត្តិខាងក្រៅដែលយើងអាចមើលឃើញមិនចាំបាច់ទាល់តែក្លាយជាអ្នកមានទ្រព្យឬមានចំណេះដឹងជ្រៅជ្រះខ្ពង់ខ្ពស់នោះទេទើបអាចបង្កើតបានសុភមង្គលនោះផ្ទុយទៅវិញវាអាចផ្ដើមចេញពីទំនាក់ទំនងមួយដ៏មានអត្ថន័យការលូតលាស់ភាពរីកចម្រើនផ្ទាល់ខ្លួននិងការរស់នៅស្របតាមគុណតម្លៃនិងចំណង់ចំណូលចិត្តរបស់បុគ្គលម្នាក់ទៅវិញទេនៅទីបំផុតសុភមង្គលពិតស្ថិតនៅមិនឆ្ងាយពីយើងនោះឡើយពោលគឺវាស្ថិតនៅខាងក្នុងយើងម្នាក់ហើយត្រូវបានដាំដុះនិងបង្កើតឡើងតាមរយៈការយល់ដឹងឲ្យបានច្បាស់ពីខ្លួនឯងខ្លួនស្រឡាញ់អ្វីត្រូវការអ្វីចង់ធ្វើអ្វីនិងដើម្បីអ្វីការរស់នៅដោយចេះដឹងគុណមានន័យថាពេញចិត្តនៅអ្វីដែលខ្លួនមានមិនបន្ទោសទៅលើស្ថានភាពជីវិតខ្លួនឯងនិងនរណាម្នាក់នឹងការទទួលយកទាំងភាពរីករាយនិងទាំងបញ្ហាប្រឈមដែលកើតមានក្នុងជីវិតទាំងនេះហើយជាផ្លូវដែលអាចនាំទៅរកសុភមង្គលដ៏ពិតប្រាកដ